បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនដែលតែងតែស្រឡាញ់និងគាំទ្រនៅឧបករណ៍ភ្លេងខ្មែររបស់យើងបាទថ្ងៃនេះខ្ញុំបាទជាមួយនឹងលោកគ្រូបាទសូមធ្វើការបង្ហាញនៅឧបករណ៍ជូនពុកម៉ែបងប្អូនទេសនាបាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនស្រឡាញ់ពេញចិត្តអាចជីវបានបាទចំពោះទ្រទី1យើងនេះគឺទ្រសោឈើធ្នង់លលាស្មាច់បាទពុកម៉ែបងប្អូនបាទធ្នង់ទេបាទបើតែលំអទៅដោយក្បាច់បាទបលួតក៏មានក្បាច់ខាងចុងដងក៏មានក្បាច់ដែរពុកម៉ែបងប្អូនបាទហើយយើងឆ្លាក់ឆ្អឹងទៀតតែពុកម៉ែបងប្អូនស្រឡាញ់ជាលក្ខណៈស្មាច់ក៏បានឆ្អឹងក៏បានបាទតម្លៃខុសគ្នាតិចតួចបាទអញ្ចឹងកុំអោយខាត់ពេលយូរលោកគ្រូនឹងធ្វើការតេស្តសម្លេងជូនផ្ទាល់តែម្ដងបាទបាទពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនយល់យ៉ាងណាដែរបាទអញ្ចឹងពុកម៉ែបងប្អូនបើស្រឡាញ់ពេញចិត្តអាចបាទជួយ like ជួយ share ជួយ comment នៅក្នុងវីដេអូយើងខ្ញុំម្នាក់មួយផងបាទជាពិសេសពុកម៉ែបងប្អូនដែលមានលទ្ធភាពអាចជួយជាវឧបករណ៍ភ្លេងពីខាងខ្ញុំបាទបានបាទត្រូនេះគឺលំដាប់អាជីពតែម្ដងបាទខ្ញុំបាទហ៊ានធានាជូនទាំងទឹកដៃក៏ដូចជាគុណភាពសំឡេងបាទធានាជូនមកលេងស្រួលតែម្ដងពុកម៉ែបងប្អូនលោកគ្រូភ្លេងដែលចង់បានអាចតំណែងតំណងខ្ញុំបាទបានបាទមានទាំងលេខទូរស័ព្ទបាទនៅក្នុង YouTube TikTok Facebook ពុកម៉ែបងប្អូនអាចតំណែងតំណងបានបាទឥឡូវយើងធ្វើការតេស្តសំឡេងរបស់យើងនៅត្រូខាងមុខម្ដងទៀតនេះបាទពុកម៉ែបងប្អូនបាទត្រូបន្ទាប់ទៀតនេះគឺឈើកញ្ញូងពុកម៉ែបងប្អូនបាទទី1នេះឈើធ្នង់ទី2នេះឈើកញ្ញូងស្អាតមែនទែនពុកម៉ែបងប្អូនបាទក្បាច់ឆ្អឹងដូចគ្នាបាទប៉ុន្តែបលួតផ្លែបលួតពណ៌សលលាស្មាច់ដូចគ្នាពុកម៉ែបងប្អូនបាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនបាទស្រឡាញ់ពេញចិត្តអាចកំងបានបាទឥឡូវយើងស្ដាប់សំឡេងទាំងអស់គ្នាតើគុណភាពសំឡេងបែបណាបាទសូមអញ្ជើញលោកគ្រូបាទពុកម៉ែបងប្អូនបាទ ចឹងយើងបានតែសំឡេងហើយចឹងពុកម៉ែបងប្អូនបាទចង់ស្ដាប់បទអីអាច comment នៅក្នុងវីដេអូយើងបានបាទពុកម៉ែបងប្អូនដែលស្រឡាញ់ពេញចិត្តបាទកុំភ្លេចជួយ like ជួយ share ឲ្យបេះដូងយើងខ្ញុំម្នាក់មួយផងបាទពុកម៉ែបងប្អូនលោកគ្រូភ្លេងដែលមានលទ្ធភាពអាចជាវយកទៅលេងភ្លេងបានបាទរៀនលេងក៏បានលេងភ្លេងក៏បានដាក់តាំងលម្អនៅក្នុងគេហដ្ឋានបាទនៅក្នុងហាង office
ក៏ស្អាតដែរពុកម៉ែបងប្អូនណាពុំមានក្បាច់ហើយយើងធ្វើគឺធានាទឹកដៃជូនតែម្ដងបាទអញ្ចឹងកុំឲ្យខាប់ពេកយើងធ្វើការតេស្តឧបករណ៍របស់យើងបន្ទាប់ទៀតបាទពុកម៉ែបងប្អូនបាទឥឡូវនេះស្គរដៃរបស់យើងគឺស្គរដៃឈើខ្នុរបាទអញ្ចឹងពុកម៉ែបងប្អូនចង់បានស្គរដៃឈើខ្នុរស្បែកពីស្បែកជួរបាទស្អាតមែនទែនបាទអញ្ចឹងលោកគ្រូនឹងធ្វើការតេស្តសំឡេងជូនពុកម៉ែបងប្អូនផ្ទាល់តែម្ដងបាទសូមអញ្ជើញលោកគ្រូបាទពុកម៉ែបងប្អូនបាទអញ្ចឹងស្គរដៃនេះគឺសំឡេងធំបាទពុកម៉ែមកសំឡេងធំហើយធ្ងន់បាទអញ្ចឹងពុកម៉ែបងប្អូនដែលស្រឡាញ់បែបសំឡេងធំធ្ងន់គឺម្ដងនេះគឺត្រូវតែម្ដងបាទប៉ុន្តែយើងក៏មានបែបសំឡេងបែបតាក់ទើងបែបប្រពៃណីយើងចំក៏យើងមានដែរអញ្ចឹងគឺតម្រូវការទៅតាមពុកម៉ែបងប្អូនកំងបាទអញ្ចឹងថ្ងៃនេះគឺយើងមានត្រូមានស្គរប៉ុណ្ណឹងបាទអញ្ចឹងសូមអរគុណពុកម៉ែបងប្អូនដែលតែងតែស្រឡាញ់គាំទ្រទេសនាវីដេអូខ្ញុំបាទពីដើមរហូតដល់ចប់បាទសូមជូនពរពុកម៉ែបងប្អូនបាទសុខភាពល្អសំណាងល្អគ្រប់គ្នាបាទអញ្ចឹងថ្ងៃនេះសូមអរគុណសូមជម្រាបលា